បាទជំរាបសួរអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាឲ្យយល់ដឹងអំពីនៅក្នុងកម្មវិធី Scratch នៅក្នុងកម្មវិធី Scratch គឺមានពីរគឺx និងy ហើយដេកនេះគឺជាx បាទហើយឈរនេះគឺជាy បាទអញ្ចឹងដើម្បីងាយស្រួលយើងសរសេរកូដដើម្បីធ្វើឲ្យតួអង្គមានចលនាទៅឆ្វេងទៅស្ដាំទៅលើទៅក្រោមគឺយើងត្រូវតែដឹងអំពីនេះសិនបាទដើម្បីយើងងាយស្រួលកំណត់វិជ្ជមានឬក៏អវិជ្ជមានបាទតើx អវិជ្ជមានហ្នឹងគឺនៅពេលណាគឺx អវិជ្ជមានហ្នឹងគឺនៅពេលដែលតួអង្គគឺធ្វើចលនាគឺឬក៏ដំណើរមកឆ្វេងឬក៏មកក្រោយសម្រាប់ x វិជ្ជមាននេះគឺយើងប្រើនៅពេលដែលចង់ឲ្យតួអង្គនេះគឺធ្វើដំណើរមកមុខឬក៏មកស្ដាំបាទសម្រាប់y គឺសម្រាប់ធ្វើឲ្យតួអង្គហ្នឹងគឺមានចលនាទៅលើទៅក្រោមបាទអញ្ចឹងដើម្បីឲ្យតួអង្គនេះគឺវាធ្វើចលនាទៅលើគឺយើងប្រើy គឺវិជ្ជមានបាទអញ្ចឹងដើម្បីធ្វើឲ្យតួអង្គមកធ្វើចលនាមកក្រោមគឺយើងប្រើy ប៉ុន្តែy ហ្នឹងគឺអវិជ្ជមានបាទអញ្ចឹងការបង្ហាញទាក់ទងទៅនឹងនៅក្នុងកម្មវិធី Scratch គឺមាន2គឺ x និង y ហើយទាំងពីរហ្នឹងគឺមានវិជ្ជមាននិងអវិជ្ជមានបាទអញ្ចឹងនៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញទាក់ទងទៅនឹងការធ្វើឲ្យតួអង្គធ្វើចលនាឆ្វេងស្ដាំយើងប្រើx ហើយទៅលើទៅក្រោមគឺយើងប្រើy បាទអញ្ចឹងការបង្ហាញនៅក្នុងកម្មវិធី Scratch នៅពេលនេះខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងបាទនៅក្នុងវីដេអូក្រោយយើងជួបគ្នាការអនុវត្តសរសេរកូដដើម្បីធ្វើតួអង្គមានចលនាទៅតាមដែលយើងបានកំណត់បាទអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងបាទសូមអរគុណ